បាទជាស្លូកូចឹងវីដេអូហ្នឹងគឺយើងមកធ្វើការបង្កើតជា platform មានកន្លងមួយដែលយើង best seller WordPress ដែលយើងបានបង្កើតជា live sale នៅក្នុង Amazon Web account របស់យើងជួយខ្ញុំបានបង្កើតlive sale ហ្នឹងហើយដែលមានឈ្មោះថា e-commerce AU15 អញ្ចឹងយើងចូលដល់កន្លែងនៃ booking មកហើយយើង scroll down យើងដាក់កន្លែង anti static IP មកហើយយើងដាក់ឈ្មោះវាមកថ្មយើងចុចពីថា create and attach គេយើង continue មកទៅយើងចូលទៅកាន់កន្លែង save WordPress admin ណាអឺដោយសារតែយើងអត់ចឹងនេះគឺជាលេខកូដដែលយើងត្រូវ copy ចូលទៅកាន់ admin portal របស់យើងគឺចឹងយើងដាក់user ហើយយើង password ដែលយើង copy ចូលពីនោះមកចុច login ចូលអូខេឥឡូវយើងចូលមកកាន់ admin platform របស់WordPress ហើយអញ្ចឹងយើងចូលហើយ dashboard ណាយើងចូល admin ហើយយើង add theme មួយនោះទៅជាមួយនឹង platform នេះកំណត់របស់យើងអញ្ចឹងវាចូលមកយើងចុចលេខ add theme ហ្នឹងមកហើយយើងខ្ញុំ search ពាក្យមើល platform ដែលយើងចង់បានខ្ញុំចង់បានជាប្រភេទelectronic អញ្ចឹងខ្ញុំចង់បានជាប្រភេទ platform website យើង scroll មកចុចក្រោមនេះមកអូខេអូខេចឹងខ្ញុំសម្រេចចិត្តថាយកមួយនេះមកទៅចុចយើង install វាមកចឹងវាពុំ activate ទៀតចឹងអូខេចឹងយើងទុកinstall file for the original system អូខេចឹងយើងចេញទៅវិញទីសិន template អូខេយើង activate មកអូខេចឹងយើងទទួលបានវាហើយចឹងយើងចូលទៅកាន់ dashboard home របស់យើងចូលទៅមើល my blog របស់យើងតិចណាអូខេចឹងនេះគឺវាស្អាតហើយយើងទទួលបានបែបហ្នឹងតែយើងត្រូវការ change វាពី IP ទៅកាន់ជា domain name ចឹងដើម្បីមាន domain name យើងត្រូវចូលទៅបង្កើតសិនតែខ្ញុំបង្កើតហើយអញ្ចឹងគឺខ្ញុំប្រើទៅលើ nameship នេះហើយខ្ញុំបង្កើតបាន domain name មួយហើយយើងចូលឡើង domain list របស់យើងមកយើងឃើញហើយបាទចឹងរបស់ខ្ញុំគឺឈ្មោះ sovisa.store ហ្នឹងអញ្ចឹងខ្ញុំចូលទៅកាន់ Amazon web របស់យើងអញ្ចឹងខ្ញុំចូលមកកាន់រថហ3យើងបង្កើតទៅលើ host 01មកចឹងខ្ញុំ copy អា domain name មិញហ្នឹងមកដាក់មក copy ហើយយើងផាសវាមកកុំឲ្យវាមាន space អីចឹងណាបាទអូខេចឹងយើងដាក់ជាប្រភេទជា public host មកចឹងយើង add តិចទៀតមកចឹងយើងបង្កើតថ្ងៃទី8ថ្ងៃ2ខែ8 2026ចឹងខ្ញុំក៏ add host 0មកចឹងយើងបង្កើតroute 53ហើយចឹងយើង copy អា DNS ហ្នឹងយើងចូលទៅដាក់នៅក្នុង domain name របស់យើងនៅនេះមកចឹងយើង
ផាសវាចូលផាសម្ដងមួយអូខេគេចឹងយើងហើយយើងចុច text វាមក save វាចឹងអានេះខ្ញុំបង្កើត add NS name ហ្នឹងទៅចូលទៅកាន់ domain យើងហើយចឹងយើងចូលមកកាន់នេះមកយើងបង្កើត record មួយទៀតអូខេអានោះយើងត្រូវបង្កើត record ចឹងយើងចូលទៅ admin យើង access ទៅ web page ចឹងនេះខ្ញុំមក copy static IP ហ្នឹងហើយចូលទៅដាក់ខ្លួននេះចុចពាក្យ create record មកចឹងយើងត្រូវ create record មួយទៀត www ចឹងខ្ញុំដាក់ថា create record មកចឹងយើងត្រូវបង្កើត cname ទេចឹងយើងដាក់ sovisa.com ចឹងយើងដូរទៅកាន់ cname របស់យើងវិញដែលជា route traffic របស់យើងហ្នឹងចឹងយើងចុច create record មកគេឥឡូវយើងបានហើយយើងសាកយើងតេស្តចឹងខ្ញុំវាយ sovisa.com អូខេចឹងវាចូលមកហើយមិញជាប់ .com វាជា domain global របស់ DNS ចឹងវាអត់ស្អាតចូលតែដល់យើងអាស្រ័យចូលហើយតាមរយៈ domain ដោយសារ website ហ្នឹងវាជាប្រភេទ HTTP ធម្មតាទេវាអត់ secure ទេយើងត្រូវការធ្វើឲ្យវាទៅជា HTTPS ចឹងយើង access យកទៅកាន់ website admin សិនមកចូលទៅកាន់ console ទីសិនទៅមកយើងត្រូវការ install package មួយចំនួនដើម្បីអាចឲ្យយើង apply វាទៅជា HTTPS បាន
Dối chà, cho nên dân refresh á. Ok, chẳng vì khai cho chị API. Give me the demo certificate with security.